មេបញ្ជាការយោធាភូមិភាគទី2ថៃអះអាងថាភាពតានតឹងកើតឡើងពីបញ្ហានយោបាយនៅក្នុងស្រុកថៃជាជាងចំនួនយោធាថៃមេបញ្ជាការភូមិភាគទី2ឧត្តមសេនីយ៍តូប៊ុនស៊ិនបាតខ្លាំងបានបញ្ជាក់នៅថ្ងៃសៅរ៍ថាព្រំដែនកម្ពុជាថៃនៅតែមានសន្តិភាពមិនមានឧបទ្ទវហេតុហិង្សាកើតឡើងនោះទេលោកថាបញ្ហានយោបាយមិនប៉ះពាល់ដល់ប្រតិបត្តិការយោធាទេដោយភាគីនីមួយៗបន្តបំពេញភារកិច្ចរៀងៗខ្លួនកាសែត The Nation ផ្សាយសម្ដីរបស់លោកប៊ុនស៊ិនបាតខ្លាំងនិយាយថាភាពតានតឹងដែលកើតឡើងគឺទាក់ទងនឹងបញ្ហានយោបាយក្នុងស្រុករបស់ប្រទេសថៃជាជាងចំនួនយោធាលោកប៊ុនស៊ិនបានសង្កត់ធ្ងន់ថាយោធាថៃនៅតែផ្ដោតលើការការពារអធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសលោកបានធានាដល់សាធារណជនថាចលនានយោបាយក្នុងប្រទេសមិនបានប៉ះពាល់ដល់ការទទួលខុសត្រូវរបស់យោធាក្នុងសន្តិសុខព្រំដែនទេ